ចំណុចចុងក្រោយដែលខ្ញុំសូមផ្ដាំផ្ញើមិញខ្ញុំនិយាយពីរឿងលោកសុនចន្ទធីដែលគាត់បានជួយរៀបចំដឹកនាំគណៈបកភ្លើងទៀនឲ្យបានដើរប្រសើរពេលគាត់ទៅបកកើតគណៈបកមួយទៀតមានសកម្មជនយើងមួយចំនួនបានទៅជាមួយគាត់ក៏ប៉ុន្តែឥឡូវយើងឃើញតាម Facebook ហើយពួកគាត់មានខ្វះភាពកក់ក្ដៅមនុស្សមួយចំនួនខ្វះភាពកក់ក្ដៅមនុស្សមួយចំនួនពួកគាត់ចង់វិលត្រឡប់មកផ្ទះចាស់យើងវិញទីមួយខ្ញុំសូមអំពាវនាវឲ្យអ្នកណាដែលបានចាក់ចេញពីគណៈបកភ្លើងទៀនហើយវិលត្រឡប់មកវិញចោះយើងស្វាគមន៍ខ្ញុំសូមលើកទឹកចិត្តបងប្អូនពុកម៉ែដែលនៅគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរសូមបើកបេះដូងយើងចំហស្វាគមន៍ពួកគាត់ពីព្រោះពួកគាត់សិតតែជាបងប្អូនយើងសិតតែជាសមាជិកយើងសិតតែអ្នកដែលបានជួយកសាងគណៈបកជាតិខ្មែរគណៈបកសំរងស៊ីគណៈបកសង្គ្រោះជាតិគណៈបកភ្លើងទៀនអញ្ចឹងសិតតែជាគ្រួសារតែមួយទេគ្រួសារអ្នកប្រជាធិបតេយ្យយើងត្រូវផ្ដល់ឱកាសឲ្យពួកគាត់ចូលរួមជាមួយផ្លូវធ្វើដំណើរជាមួយយើងឆ្ពោះទៅមុខដោយសារពួកយើងមានឆន្ទៈច្បាស់លាស់អញ្ចឹងខ្ញុំសូមផ្ញើផ្ដាល់ប៉ុណ្ណឹងខ្ញុំផ្ដាំផ្ញើប៉ុណ្ណឹងហើយខ្ញុំសូមអរគុណមែនទែនដល់ពុកម៉ែបងប្អូនដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមអរគុណ